สุดได้เนี่ยទាំងអស់គ្នាពិតជាឆ្ងល់ហើយពេលដែលឃើញនាងខ្ញុំបិទមុខបិទមាត់ឲ្យចុះទឹកអញ្ចឹងចង់ដឹងអត់ថាថ្ងៃនេះម៉ាក់វីមានមុខម្ហូបអ្វីចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះម៉ាក់វីរៀងប្លែកទៀតណាបងប្អូនម៉ាក់វីចុះទៅចាប់ឃុំដោយផ្ទាល់ដៃតែម្ដងហើយថ្ងៃនេះមកញ៉ាំពី oyster ក្រុមឲ្យបងប្អូនមើលឃើញថាតំណខ្លាំងមែនទែនបងប្អូនអើយយើងយកវាទៅអាំងហើយយើងធ្វើញ៉ាំបែប oyster អញ្ចឹងណាខ្ញុំហ៊ាននិយាយថារសជាតិវាឆ្ងាញ់ជាង oyster ទៀតអ្នកទាំងអស់គ្នាហើយយើងយកសាច់ oyster យកទៅអាំងផុយអត់ឆ្ងាញ់ទេតែឃុំពេលដែលយើងអាំងយ៉ាំអញ្ចឹងបងប្អូនអើយសាច់វាឡើងស្វិតហ្មងជាតិសាហាវបើមិនជឿសាកធ្វើតាមវិធីរបស់ម៉ាក់វីញ៉ាំដឹងតែឆ្ងាញ់បងឆ្ងាញ់ដូចជាកុំឲ្យខាត់ពេលយូរដំបូងនេះខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅចាប់ក្រុមចុះទៅចាប់ដោយផ្ទាល់ដៃតែម្ដងណាបងប្អូនហើយក្រុមការងារដែលទៅចាប់ក្រុមហ្នឹងគឺថាច្រើនអ្នកណាស់បងប្អូនចូលប្រហែលជា10ម៉ូតូជាងមានទាំងក្មេងមានទាំងចាស់តែសប្បាយអ្នកទាំងអស់គ្នារួមផ្សំទាំងតិចទៀតចុះទៅត្រាំទឹកបងប្អូនហើយល្ងាឡើងរួចតែអត់ជាបញ្ហាអ្វីទេដើម្បីបានវីដេអូប្លែកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាឲ្យកំសាន្តអញ្ចឹងណាចាហើយនេះខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរទៅជាមួយគេជាមួយឯងអ្នកទាំងអស់គ្នាបើតែឃើញម៉ាក់វីសាច់សខ្ចីអញ្ចឹងមែនក៏ប៉ុន្តែបើជានាងខ្ញុំចុះទឹកសមុទ្រទឹកទន្លេទឹកបឹងអីក៏អត់ខ្លាចដែរទលាថាអត់ខ្មៅទេដោយសារអីនាងខ្ញុំមានលេជំនួយការពារធ្វើឲ្យស្បែកនាងខ្ញុំសស្អាតភ្លឺជានិច្ចបងប្អូនពេលដែលទៅដល់កន្លែងចាប់ក្រុមហើយគឺថាអត់បង្អង់យូរទេមកគ្រាន់តែពាក់ឃ្លុំមុខខ្លួនម៉ាស់ភ្លាមបងប្អូនហើយគឺថាអត់បង្អង់យូរទេចុះទៅចាប់ភ្លាមផ្លែតតែម្ដងហើយក៏បានក្រុមមួយគ្រាន់តែស្ទាបជើងណាក្រុមហ្នឹងបងប្អូនវាជាប់មកគៀបនៅមេជើងឡើងមកតម្រងចាបង្ហាញជូនអ្នកទាំងអស់គ្នាឲ្យមើលនេះគឺជាសមិទ្ធផលស្នាដៃដែលម៉ាក់វីចាប់បានក្រុមហ្នឹងម៉ាក់វីក៏ចាប់ផ្ដើមមកផ្ទះវិញផ្លាស់ប្ដូរសម្លៀកបំពាក់ហើយក៏ចាប់ផ្ដើមលាងស្មិតស្មាតក្រុមឲ្យស្អាតទៅស្អែកឡើងយើងទុកឲ្យវាត្រាំទឹកឲ្យមួយជប់ទៅណាបងប្អូនវាធ្វើឲ្យក្រុមនឹងហាមាត់ខ្ជះដីចាញ់លែងមានដីហើយខ្ញុំក៏ចាប់ផ្ដើមហាន់ខ្ទឹមក្រហមចំណិតដើម្បីយកទៅបំពងញ៉ាំជាមួយនឹងសាច់ក្រុមអាំងហ្នឹងឲ្យដូច oyster ចាវិធីធ្វើខ្ទឹមបំពងងាយខ្ញុំជឿថាបងប្អូនអាចចេះច្រើនយើងគ្រាន់តែហាន់ខ្ទឹមក្រហមហ្នឹងឲ្យស្ដើងហើយរោយជាមួយនឹងម្សៅស្រួយចូលចាក់ជាមួយនឹងប្រេងឆាឲ្យវាក្តៅខ្លាញ់បន្តិចទៅយើងចាក់ជាមួយនឹងខ្ទឹមក្រហមដែលយើងប្រឡាក់ជាមួយនឹងម្សៅបំពងនឹងចូលកូលីងវាមកត្រឡប់មើលទៅថាក្រហមល្មមហើយកុំឲ្យក្រហមខ្លាំងពេកព្រោះអីពេលដែលយើងលើកចេញទៅវាកាន់តែក្រហមខ្លាំងដែលធ្វើឲ្យខ្ទឹមបំពងនឹងខ្លោចខ្ទឹមបំពងយើងក៏រួចជាការស្រេចនាងខ្ញុំចាប់ផ្ដើមធ្វើដំណើរមកបេះកធុំថេតវិញម្ដងកធុំកថេតនៅក្បែរចំការក្បែរផ្ទះនឹងនិយាយពីថាអត់សូវល្អហ្មងទេបងប្អូនគ្រាន់តែថាវាធម្មជាតិពួកអីវារស់ដោយទឹកអន្សើមទឹកភ្លៀងតិចតួចអញ្ចឹងណាបងប្អូនយើងខ្ញុំក៏បេះកធុំថេតរួចជាការស្រេចហើយក៏ចាប់ផ្ដើមចាពេលដែលយើងបេះហ្នឹងយើងមើលផងណាកុំឲ្យដោយចៃកុំឲ្យដោយអីអញ្ចឹងណាពួកអីធំថេតនៅធម្មជាតិតាមខេត្តវាអត់មានស្រូចទឹកទេអញ្ចឹងវាអាចជាមានចៃនៅតាមស្លឹកវាមួយអញ្ចឹងអាចៃសចាហើយពេលដែលបេះកធុំថេតរួចរាល់ហើយនាងខ្ញុំថាតម្រង់ទៅរកកន្លែងគួសមមួយដែលញ៉ាំជាមួយនឹងខុំ oyster ធម្មជាតិហ្នឹងបងប្អូនឃើញថាតំណងខ្លាំងមែនតើបងប្អូនហើយចាំមើលតិចទៀតតាស្ដាប់សំឡេងម៉ាក់វីភ្លក់ជាមួយនឹងក្រុមកូនក្រុមម៉ាក់វីទាំងអស់គ្នាណាចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាបើសិនជាបានឃើញវីដេអូនេះពេលយប់ប្រកាសជាលេបទៅមាត់តាមម៉ាក់វីហ្មងចាជាកូនរបស់ម៉ាក់វីកូនក្រុមការងារម៉ាក់វីទាំងអស់ក៏ហៅមកញ៉ាំជាមួយដែរពីព្រោះអីថ្ងៃទៅចាប់គ្រប់យើងបានធ្វើដំណើរទៅចាប់គ្រប់ជុំគ្នាអីចឹងដែរចឹងណាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាណាតែងតែតាមដានឬក៏គាំទ្រដល់เพจម៉ាក់វីគាំទ្រដល់វីដេអូម៉ាក់វីចាមកបងប្អូនទាំងអស់គ្នាមកភ្លក់ជាមួយនឹងខុំ oyster ជាមួយនឹងម៉ាក់វីណាចង់ដឹងថារសជាតិវាឆ្ងាញ់បែបណារិចសាលបងធ្វើតាមម៉ាក់វីញ៉ាំទាំងអស់គ្នាធានាថាជាតិហើយឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយរសជាតិវាអែមហ្មងនាងខ្ញុំគ្រាន់តែបញ្ចូលសលេងទាំងយប់ឃ្លានសារថ្មីម្ដងទៀតទេបងប្អូនចំណងឲ្យបងប្អូនណានេះចង់មកយកដាក់អញ្ចឹងមកដូច oyster អញ្ចឹងណាបងប្អូននេះឃើញទេតំណងអត់អួយមកតើអូនណា oyster ធម្មជាតិហើយ oyster ទឹកសាបនេះអត់មួយទិញទៀតបងប្អូនណានេះតាំងបើអត់ទេNggak enak nggak bisa. Kembang tenang. Đang masih hilang. Boleh. Ôi, ngon. Đã.
Ngon nhỉ? Ôi trời thằng kia. Ôi trời tắc tắc rét. Tắc cái chết là cái đâu. Mình ôn oyster. Ngon đặc oyster. Ôi trời ngon à, con ơi này. Ôi. Vậy đấy. Nhưng mà ôi trời ơi sao? Vậy bị tha con trai mà vì từng ở kia vậy bị ban nhầm oyster khủng ngôi vậy bị tha nhầm trong bay bùa hơi nơi tật xa thả ôi chừng anh na mà ơi chừng anh na chừng anh chiên oyster tiệt Cái nồi hả con phụ na. Này chân máu dược đặt chân máu đồ oyster chân á bông phụ này rồi nhé cái nồi hết ui mỏng tờ hồ na oyster thua mà chết hay oyster特xa nè ở lùi tinh tiết bông phụ na nè Bắt được đất đấy. ngon nè ui cái nồi bông phụ na em phụ Đây. ngon nhất lên Ngon.